អញ្ចឹងការប្រកួតបាទគឺធ្វើឡើងនៅយប់នេះបាទគឺធ្វើឡើងនៅទីក្រុងឡុងនៃប្រទេសអង់គ្លេសបាទដែលជាកីឡាដ្ឋានរបស់ក្រុមកំភ្លើង Arsenal នៅ Emirates Stadium ការប្រកួតការពិជើងទី1នៅ AT Madrid បាទនៅឯអេស្ប៉ាញនោះនៅ Wanda នៅ Metropolitano បាទលទ្ធផលបាទគឺបញ្ចប់ទៅ11-1ហើយទាំងពីរគ្រាប់គឺសុទ្ធសឹងតែកើតឡើងបាទដោយបាល់ពេណាល់ទីកាត់សេចក្តីជាបាល់ set piece មកម្លោះហើយកុំអីសឹងតែស្ទើរនឹងអត់មានគ្រាប់បាល់ប៉ុន្តែកើតឡើងបាទម្ដងហើយម្ដងទៀតហ្នឹងគឺតាមរយៈការផ្ដាល់បាល់ពីនៃពេណាល់ទីហើយស្ទើរតែមានបាល់ពេណាល់ទីដល់ទៅ3ដងចេះឈិចទៅបាទគឺ cancel មកវិញអញ្ចឹងលទ្ធផល1-1ហើយត្រឡប់មកដល់ជើងទី2នេះនឹងមានរឿងរាវត្រីនិយាយគ្នាជាបន្តទៀតតើក្រុមណានឹងអាចមានលទ្ធភាពឡើងទៅកាន់ final game ក្រុមបាល់ទាត់ AT Madrid ក្រោមការដឹកនាំរបស់លោក Diego Simeone បងប្អូនយើងបានដឹងយ៉ាងច្បាស់ពួកគេបានឡើងទៅដល់វគ្គផ្ដាច់ព្រាត់2លើកបាទកាលនោះពីឆ្នាំ2014ម្ដង2016ម្ដងបាទហើយសុទ្ធសឹងតែបរាជ័យក្រោមធ្វើជាងក្រុមរួមទីក្រុងគឺក្រុមបាល់ទាត់ Atletico Madrid អំឡុងហើយមាន Cristiano Ronaldo Benzema និង Gareth Bale បាទអញ្ចឹងបើគិតសម្រាប់ក្រុម AT Madrid ពួកគេខកខាននៅក្នុងការឡើងមកដល់ final game នេះរយៈពេល10ឆ្នាំហើយ2016មកដល់ឆ្នាំ2026ស្មើនឹង1ទសវត្សរ៍ដល់ឡៃក្រុមកំភ្លើងធំ Arsenal របស់ពួកគេពិតជាខកខានយូរជាង AT ទៅទៀតបាទពលគឺរហូតដល់20ឆ្នាំម្ដងនៅក្នុងការឡើងមកដល់វគ្គ final នេះបាទអញ្ចឹងចាំមើលតើរយៈពេលនៅក្នុងការប្រកួតនេះគេអាចឡើងទៅដល់ final game ជាលើកដំបូងនៅក្នុងរយៈពេល20ឆ្នាំចុងក្រោយនេះបានដែរឬអត់បាទអញ្ចឹងពី Mr. Rocky បើមានអីជាការផ្ដល់ជូនបងប្អូនយើងសម្រាប់ការប្រកួតបាទដ៏អស្ចារ្យនៅក្នុងរាត្រីយប់នេះបាទយ៉ាងណាបងប្អូនយើងសម្រាប់ការប្រកួត UEFA Champions League យើងដឹងហើយអាចនិយាយបានថាជាការប្រកួតដ៏កក្រើករដូវកាលនេះអាចថាបាត់បង់ក្រុមអេស្ប៉ាញ2ដ៏សំខាន់គឺ Barcelona ជាមួយនឹង Real Madrid ប៉ុន្តែ AT ក៏ជាក្រុមមួយដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយពួកគេបានទម្លាក់ Barca ហើយពួកគេបានធ្វើល្អបាទធ្វើបានល្អមែនទែនរាល់ការប្រកួតនៅក្នុងវគ្គ League Stage ក៏ដូចជាការប្រកួត Knockout Stage ធ្វើបានល្អមែនទែនហើយការប្រកួតយើងឃើញជាក់ស្ដែងគឺ AT ត្បិតតែស្មើ1-1ជាមួយនឹង Arsenal ក្នុងដីខ្លួនឯងមែនប៉ុន្តែ Arsenal ក៏មិនអាចយកហេតុផលថាលេងនៅក្នុងដីជាអតិភិបខ្ពស់ដើម្បីបន្តដំណើរទៅបានដែរដោយសារតែ AT គឺគាត់ចូលចិត្តហូបក្រៅដីត្រឹមត្រូវហើយគេច្រើនប៉ះ Barca គឺលុត Barca បាទ Barca កន្លងមកគឺយើងឃើញគាត់វេទនានឹងប៉ះដល់ AT នេះតែម្ដងយ៉ាងណាខ្ញុំគិតថាបទពិសោធន៍របស់លោក Diego Simeone នឹងដឹកនាំAT បានល្អក្នុងការប្រកួតយប់នេះហើយយប់នេះយើងអាចនិយាយបានថាមិនមែន60ឬ60-40ណាខ្ញុំនៅតែគិតថាបាល់នេះអាចនឹង50-50ទេ50-50បាទមិនទាន់ច្បាស់ហើយព្រោះដោយសារតែ form លេងរបស់ក្រុមទាំងពីរគឺប្រហាក់ប្រហែលគ្នាអ្វីដែលសំខាន់ Arsenal ត្បិតតែការប្រកួតចុងក្រោយគេឈ្នះក្រុមបាល់ទាត់ Fulham មែនប៉ុន្តែយើងឃើញថាកម្រិតនៃការលេងរបស់ Fulham មិនមែនដូច AT ទេអញ្ចឹង AT គាត់រឹងការពីបម្រើល្អប្រយុទ្ធមុតស្រួចហើយអ្វីដែលសំខាន់នោះគឺថាអាចនិយាយបានថា Arsenal ហាក់ដូចជាខ្ចីដែរនៅ Champions League អាចនិយាយបទពិសោធន៍ព្រោះដោយសារ Arsenal ខានឡើង final game ប្រហែលជា20ឆ្នាំហើយឡើងដំបូងនោះគឺប៉ះមួយ Barcelona ចាញ់ Barca នៅក្នុងការប្រកួតឆ្នាំ2006អញ្ចឹង Arsenal ក៏មិនដែលឈ្នះពាន AT ក៏មិនដែលឈ្នះពាន UEFA Champions League ដូចគ្នាប៉ុន្តែAT អាចនិយាយបានថាគេធ្វើបានល្អរៀងរាល់រដូវកាលកន្លងមកតែ Arsenal គឺទៅរដូវកាលនេះទេដែលធ្វើបានល្អពួកគេចាប់គូបានគីឡូល្មមរហូតដូចជាប៉ះជាមួយនឹងក្រុមបាល់ទាត់ Sporting Lisbon ជាដើមអញ្ចឹងយប់នេះខ្ញុំគិតថាលទ្ធផលការប្រកួតខ្ញុំអត់ហ៊ានទស្សន៍ទាយថាខាងណាលើខាងណាប៉ុន្តែខ្ញុំហ៊ាននិយាយថាបាល់នេះអាច over បាទ over អញ្ចឹងយើងត្រឡប់ថយក្រោយបន្តិចបាទតកតងទៅនឹងការប្រកួតជើងទី1មិនថាតែខ្ញុំមិនថាតែបងប្អូនទស្សនិកជនដែលជាអ្នកគាំទ្រទេយើងបានគិតថាការប្រកួតអាចនឹង boring អាចនឹងទប់ទៅប៉ុន្តែមែនទែនទៅការប្រកួតការប្រជើងទី1ដែលលេងនៅទឹកដីរបស់ AT នោះក្រុមទាំងពីរគឺធ្វើការសម្រុកគ្នាយ៉ាងខ្លាំងបាទហើយព្យាយាមរកគ្រាប់បាល់ដូចគ្នាប៉ុន្តែយើងនិយាយពីប្រព័ន្ធការពារទាំង AT ទាំង Arsenal ជាក្រុមដែលមានគេថាសរសៃឈាមជាអ្នកការពារបាទមិនត្រឹមតែប្រព័ន្ធការពារ4នាក់បូកជាមួយអ្នកចាំទីម្នាក់ទេមានថារបៀបការពារជាក្រុមទាំងពីរនេះគឺល្អដូចគ្នាហើយការជួបគ្នាចង់ថាតាំងពីវគ្គ semi final ដកតា AT មួយទេដែលគាត់បាសេរបស់គ្រាប់បាល់ច្រើនបើយើងនិយាយពី Arsenal នៅក្នុងការប្រកួតរង្វាន់ UEFA Champions League ស្ទើរតែរបូតគ្រាប់បាល់ច្រើនគឺកម្រមែនទែនសម្រាប់ Arsenal រដូវកាលនេះត្រឡប់មកដល់ជើងទី2បើយើងនិយាយពីកីឡាករក្រុម Diego Simeone គឺមានបញ្ហាត្រង់ថាពួកគេនឹងអវត្តមានកីឡាករសំខាន់គឺ Julian Alvarez ដែល Alvarez គឺតែងតែធ្វើបាល់ល្អមែនទែនទាំងការប្រកួតទល់នឹង Barcelona នៅ Copa del Rey ក៏គេជាអ្នកស៊ុតបាល់ free kick ជាអ្នកស៊ុតពីចម្ងាយទម្លាក់ក្រុម Barcelona មកដល់ការប្រកួតនៅក្នុងរង្វាន់ UEFA Champions League ក៏ជា Julian Alvarez ដែរដែលបានរុញច្រាននៅក្រុមបាល់ទាត់ AT អាចឈានមកដល់វគ្គពាក់កណ្ដាលផ្នែកប្រត់ដល់ហើយសម្រាប់ក្រុមកំភ្លើងធំ Arsenal Julian Timber ខ្សែការពារដ៏មាំដែលចាប់ដៃគូជាមួយ William Saliba នេះក៏នៅតែមានបញ្ហារបួសប៉ុន្តែគេរំពឹងថាយប់នេះអាចនឹង Kai Havertz រួមជាមួយនឹងខ្សែបម្រើ Martin Odegaard អាចនឹងចូលលេងបានបើមិនជាមានអ្នកទាំងពីរនេះមានន័យថាប្រព័ន្ធប្រយុទ្ធរបស់ក្រុមលោក Mikel Arteta គឺកាន់តែមុតស្រួចបាទហើយតាក់ទងទៅនឹងគ្រូបង្វឹកវិញ
គ្រូបង្វឹកនៅតែលោក Diego Simeone ដដែលទេដែលគាត់មានបទពិសោធន៍ច្រើនមិនចឹងបាទហើយតាមពិតទៅខ្ញុំគិតថាបាល់នេះខ្ញុំមើលឃើញជាក់ស្ដែងគឺ AT នឹងព្យាយាមទប់ហើយ AT នឹងវាយបកមួយហើយ AT អាចនិយាយបានថាបើកម្រិតការវាយបកគាត់ច្បាស់ជាង Arsenal បាទខ្ញុំមើលឃើញជាក់ស្ដែងគឺការដោះខ្លួនរបស់លោក Diego Simeone គាត់ប្រកាយមែនទែនតែពី3ប៉ះចេញបាល់រត់អាចមានថាបាល់ស្រួលចេញទៅស្អាតស្អាតមកបាទរំដោះខ្លួនស្អាតមែនទែនអត់ចាំបាច់សាំញ៉ាំច្រើននៃ AT គឺប្រកាយបាល់ counter បើគុំតែ AT ប្រកាយបាល់ counter អញ្ចឹងហើយបាន Barcelona ធ្លាក់ត្រឹមត្រូវធ្លាក់ដោយសារអញ្ចឹងមកប៉ះពីរប៉ះសំខាន់ Griezmann Anton Griezmann តែ Anthony Griezmann គាត់អាចថាគាត់ធ្លាក់លឿនមែនប៉ុន្តែមកប៉ះបើគាត់ស្អាត Griezmann គេថាប្រយុទ្ធក្នុងប្រអប់ដ៏មុតស្រួចបើយើងនិយាយដល់ Griezmann 14ប្រកួតចុងក្រោយរបស់ AT Madrid Griezmann សុទ្ធបញ្ចូលទីបានរហូតដល់10គ្រាប់ឯណោះបាទអញ្ចឹងយើងសូមធ្វើការអាន comment បងប្អូនយើងតិចណាមុននឹងការបន្តទៀតសួស្ដី Zina ផងបាទសួស្ដីហៀបារឌីសួស្ដីហៀកឹមឈៀងបាទសួស្ដីបងប្រុសសុធិនគាត់មកទៀតហើយបាទយើងសង្ឃឹមតែយើងនឹងមកកាត់ក្រុម TV Sport អាចនឹង invite បងសុធិនមកលេងជាមួយយើងសេរីចាស់ខ្ញុំធ្លាប់លេងជាមួយគាត់ដែរធ្លាប់លេងខ្ញុំក៏ធ្លាប់លេងគ្នាបាទសិតតែយើងអ្នកធ្លាប់លេងជាមួយគាត់ដូចគ្នាហើយចំណងនោះបងធិនលឿនណាលឿនបាទសួស្ដីទៅដល់សាក់ម៉ងផងសួស្ដីទៅដល់បងប្រុសវ៉ាន់ជូទីម៉ាសួស្ដីទៅដល់ Zen បាទសួស្ដីបងប្អូនយើងតោះ260បាទ7នាក់អញ្ចឹងបងប្អូនសូម share ម្នាក់មួយដើម្បីឲ្យបាន300 view មកបាទហើយជាការលើកទឹកចិត្តដល់យើងខ្ញុំទាំងពីរនាក់ហើយបញ្ជាក់ថាចប់ពីនេះទៅយើងនឹងធ្វើការសាកទឹកដៃគ្នាបាទ live PSY បាទ live ជូនបងប្អូនទស្សនាដូចគ្នាលញាសាប៉េស console យើងនឹងរៀបចំមាន2គូគឺ Arsenal មួយនឹង AT ហើយនឹងជំនឿជាតិអត់ទេបារាំងAT ហើយប៉ារីសប៉ារីសជាមួយបាយ័នហើយបន្តមកមានជំនឿជាតិទៀតបាទហើយនេះសូមណែនាំឲ្យស្គាល់គឺ nickname របស់គេនៅក្នុង game ណារ៉ុកកាហើយទុនបាទបាទអញ្ចឹងចូលដល់ក្រុមកំភ្លើងធម្ម Arsenal បាទខ្ញុំជឿជាក់ថា Arsenal យប់នេះហើយនឹងមានភាគរយខ្ពស់ខ្លាំងក្រោមការដឹកនាំរបស់លោក Mikel Arteta មែនតើទៅមិនថាទឹកដីណាទេព្រោះថាAT គឺបានហូប Barcelona ហូបក្រៅដីហ្នឹងហើយបានស៊ី Barcelona ក្រៅដីនៅក្នុងលទ្ធផល 2-0 កាលនោះបានបញ្ចប់ភាពមិនដែលចាញ់របស់ Barcelona នៅ Spotify Camp Nou រយៈពេលគឺ20ប្រកួតមិនដែលចាញ់សោះប៉ុន្តែ AT នេះហើយជាក្រុមដំបូងគេដែលបានបញ្ចប់ភាពមិនដែលចាញ់របស់ក្រុម Barcelona បាទត្រឡប់វិញតាក់ទងទៅនឹងការដឹកនាំរបស់លោក Mikel Arteta នៅក្នុងពានរង្វាន់ UEFA Champions League Arsenal ជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់រសជាតិចាញ់បាទ13ប្រកួតឈ្នះ10និងស្មើ3ទៀតសោតArsenal គឺបានយកឈ្នះ AT Madrid នៅវគ្គ League Fest ឬក៏វគ្គសន្សំបន្ទុកក្នុងលទ្ធផល 4-0 បាទ 4-0 ដោយគ្មានការតដៃណាបាទនៅ Emirates Stadium ហ្នឹង Emirates Stadium អញ្ចឹងបានន័យថាធ្លាប់មានបទពិសោធន៍ហូប AT ធ្ងន់ដៃហើយអញ្ចឹងយើងចាំមើលថាតើការប្រកួតនៅក្នុង Real នេះយ៉ាងម៉េចដែរប៉ុន្តែអ្វីដែលមុននឹងឈានដល់ការវិភាគលទ្ធផលសម្រាប់ការប្រកួត Arsenal និង AT យើងចង់រំលឹកទៅការប្រកួតយូរបន្តិចបាទ Manchester City ជាមួយនឹង Everton លោកមានអូស្ការបានទស្សនាការប្រកួតនេះយ៉ាងម៉េចដែរបានទស្សនាខ្លះដែរបាទយើងសរសើរការបញ្ចប់ទីរបស់ Everton នៅពេលដែល Man City គាត់សម្រុកខ្លាំងហើយតែការមកវិញរបស់ Everton ហើយ Everton គឺលេងដោយគ្មានការព្រួយបារម្ភទេអញ្ចឹងវាជារឿងមួយដែលស្រួលសម្រាប់ក្រុមលោក David Moyes បាទមិនមានបញ្ហាចោលទេគាត់លេងដោយគេថា free បាទបារម្ភទេតែអ្នកដែលបារម្ភគឺ Man City មានសម្ពាធបាទសម្ពាធគាត់ត្រូវការឈ្នះជាចាំបាច់ដើម្បីប្រជែងព្រោះថាក្រោយ Arsenal ធ្វើមិនសូវជាបានល្អប្រហែលមួយគត់ចុងក្រោយនេះហាក់ដូចជាផ្ដល់មកគឺថាក្តីសង្ឃឹមដល់ក្រុម Manchester City នៅក្នុងការប្រជែងវិញមែនព្រោះថា Man City គេនៅសល់ការប្រកួតចំណេញយើងនិយាយមុនជួបជាមួយ Everton គេនៅសល់ចំណេញក្នុងដៃហ្នឹងគឺ2ប្រកួតករណីបើសិនជាគេឈ្នះជាមួយ Everton ហើយឈ្នះការប្រកួតនៅសល់ក្នុងដៃមួយប្រកួតទៀតពួកគេនឹងមាន76ពិន្ទុស្មើជាមួយ Arsenal ប៉ុន្តែយប់នេះក្រោយតពីស្មើជាមួយ Everton នេះបាទយើងហាក់ដូចជាបានបើកភ្លើងខៀវមកស្តុបទៅមុនដល់ Arsenal ព្រោះបច្ចុប្បន្នគេមាន71ពិន្ទុដដែលស្របពេលដែល Arsenal មាន76ពិន្ទុហើយ Man City នៅសល់ការប្រកួតចំណេញក្នុងដៃមួយប្រកួតហើយអ្វីដែលខ្ញុំកត់សរសើរសម្រាប់ការប្រកួតយប់នេះគឺ Jeremy Doku ប្រៀបបានដូចជា Diaz របស់ Bayern មិនចឹងក៏លុកហើយសុទ្ធបញ្ចុះទីច្បាស់គាត់ប្លែកមែនទែនដោយសារតែកន្លងមកយើងឃើញការបញ្ចប់ទីឡង់ស្ដាំរបស់ Doku ពិបាកក្នុងការរកគ្រាប់បាល់ហើយប៉ុន្តែ Doku យប់មិញនេះគាត់ធ្វើល្អមែនទែនតែឆ្វេងស្ដាំច្បាស់ដូចគ្នាហើយគ្រាប់បាល់ទី1ដែល Doku បើកការនៅមុខឲ្យ Man City លើ Everton គឺជើងឆ្វេងកង់ស្អាតមែនទែនគាត់ទាញឆក់ឆ្វេងទាត់ឆ្វេងស្អាតដល់ពេលអាចុងមកនេះគាត់តាមពីក្រោយ3ស្មានេះក៏ស្អាតទៅទៀតឆក់ស្ដាំទាត់ស្ដាំកោងស្អាតទៅទៀតអញ្ចឹងបានន័យថាខ្ញុំឃើញទោះបីជា Man City ចាញ់យប់បាញ់មែនប៉ុន្តែយើងឃើញចាស់ស្ដែងគឺ Jeremy Doku បង្ហាញភាពលេចធ្លោហើយខ្លាចជា Man of the Match ទៀត Man of the Match ក្នុងការប្រកួតដែលស្មើជាមួយ Everton ប៉ុន្តែអ្វីដែលយើងមើលឃើញចាស់ស្ដែងនេះគឺកំហុសខ្សែការពារ Maguire ហ្នឹងគាត់បានបង្កើតកំហុសមួយដែលគាត់ប៉ះបាល់នៅអ្នកចាំទី Donnarumma ប៉ុន្តែគ្រាប់បាល់ទី1ដែល Everton តាមស្មើនេះគឺដោយសារបោះបាល់ Donnarumma តែអត់បាន check មើល scan ខ្សែការពារខ្សែប្រយុទ្ធគេនៅខាងក្រៅខ្នងគាត់ឆក់យកបាល់ទៅតទីធ្វើឲ្យលទ្ធភាពស្ថានភាព Man City គឺប្រែប្រួលបាទដោយសារតែយើងមើលឃើញចាស់ស្ដែង Man City គឺសង្កត់ប៉ុន្តែចុងក្រោយបែរជា
របូតឱកាសក្រោយដែលខ្សែការពារធ្វើមានបញ្ហាកំហុសអញ្ចឹងហើយយំមិញក៏យើងមានការអត្ថាធិប្បាយជូនបងប្អូនដែរសម្រាប់ admin Lafi បាទក្រុមការងារ TVS Sport យើងបានធ្វើការអត្ថាធិប្បាយរួមទាំងផ្សាយជូនបងប្អូនទស្សនាហើយ Chelsea មួយទៀត Chelsea មិនដឹង Chelsea យ៉ាប់ដល់បើ Chelsea អាចថាបច្ចុប្បន្ននេះគាត់លេងធ្វើម៉េចរក្សាតា top 6 top 7 គាត់នឹងឲ្យនៅគង់សិនបាទហើយខ្ញុំជឿថារដូវកាលក្រោយទៅគាត់អាចនឹងរៀបចំក្រុមសារដើមវិញជាពិសេសគឺតាក់ទងទៅនឹងគ្រូបង្វឹកដែលមានបទពិសោធន៍បច្ចុប្បន្ននេះគឺគាត់អាចថារួចខ្លួនហើយបាទអញ្ចឹងលេងឲ្យតបានសិនទេបាទហើយចាញ់ Nottingham ដូចជា 3-1 3-1យើងមិនធ្ងន់មែនទែនប៉ុន្តែ Chelsea អាចនឹងបាត់បង់កៅអីពីអឺរ៉ុបទាំងអស់បាទហើយសូម្បីតែ Conference League ក៏អត់បានហើយអាចនឹងបាត់បង់កីឡាករឆ្នាំទៀតបាទចេះស្រាញដូច Enzo ដូចជាបង្ហាញតម្រុយមិនសូវជាល្អប្រហែលទេគាត់មានអារម្មណ៍ថាគាត់ហត់គាត់ប្រឹងតែឯង Enzo គាត់មានអារម្មណ៍អញ្ចឹងដោយសារតែរាល់ពេលប្រកួតកន្លងមកគាត់មានអារម្មណ៍គាត់ stick មែនទេគាត់ស្មុកមែនទេដោយសារតែគាត់ stress ជាមួយនឹងលទ្ធផលគាត់ខត់ខំមែនអត់ទេខ្ញុំឃើញឆន្ទៈកីឡាករ Enzo គាត់លេងគឺគាត់ដាក់កាយដាក់ចិត្តដាក់កាយ 100% ហ្មងប៉ុន្តែលទ្ធផលវាអត់បានល្អអញ្ចឹងធ្វើឲ្យEnzo បង្ហាញអារម្មណ៍មិនសប្បាយចិត្តហើយជាពិសេសគឺស្ថានភាពក្រុមនៅកំពូលអត់មានពីអឺរ៉ុបលេងទៀតហើយ Enzo អាចចាក់ចេញបាទសួស្ដីបងកំឡាយផងគាត់ថាឡាយចប់អូសាងូតទឹកយកហ្មងដោយសារឃើញកាន់កសែងតែពិតបងអត់ដឹងថាចុងភៅបាទបងរស់ចុងភៅ Chef ភៅ Chef យើងពេលណាយើងណាត់បងកំឡាយយើងប៉ាកាហ្វេបងមើលខ្ញុំប៉ាកាហ្វេលោករ៉ុកប៉ាតិចបាទហើយយើងបោកជួបគ្នាប៉ាបន្ទប់នោះជូនគាត់បណ្ដោយអញ្ចឹងមិនដែរឥឡូវអូខេអត់អូខេតែសំខាន់សួរបងសិនបងគាត់អូខេអត់ប៉ុន្តែជាចំណងចំណុចចិត្តបងហើយតាមពិតបងគាត់ជាមនុស្សមួយដែលស្មោះតែស្មោះតែនៅមុខនៅមុខសោកុំស្មោះនៅមុខអូបាទពូចិត្តបាទសួស្ដីបងកូនប៉ាថ្ងៃនេះHappy birthday ពូចិត្តបាទអញ្ចឹងជូនពរឲ្យតិចទៅជុំជោគជ័យនៅលើវិថី MC នេះឲ្យកាន់តែវោហាសាស័ព្ទកាន់តែរំដំពីរោះតាក់ចិត្ត fan បានកាន់តែច្រើន 100k ឆាប់ហើយរកស៊ីទទួលទានមិនបានកាត់ការវិគមតិចទៅជុំដូចទៅកំពង់ខ្ចីហើយនៅឱកាសខាងមុខនេះចិត្តចូលដល់រោងការរោងជ័យជាមួយនឹងផូនស្រីនេះជូនពរឲ្យចាប់ដៃគ្នានេះស្រឡាញ់គ្នាដល់ចាស់កងខ្នងណាចាស់ដល់ព្រឹកព្រេងបានកូនប្រុសកាត់ជាស្ថិតបានកូនស្រីកាត់ជាជំទាវណាចៅណាសាធុមើលសាធុអរគុណបងសំខាន់ចឹងនិយាយថាធ្វើយ៉ាងម៉េចក៏ដោយពេលរៀបការហើយចូលការ៉ាអូខេប្រពន្ធចាប់អត់បាននេះគឺជាចំណុចមួយដែលសំខាន់បំផុតត្រូវការបាត់ពិសោធន៍បើសិនជាចង់បានបាត់ពិសោធន៍អាចសុំកម្លាយអាចសុំបងកម្លាយបាទអូយបងយន់អធិស្ឋានបងដោយសារមួយថ្ងៃនេះគឺរវល់បងយន់អធិស្ឋានហើយអត់បានទៅហាត់អីទេរវល់មើលកូនផងរវល់ធ្វើការផងហើយនឹងហាត់បលយកស្អីគេអត់ដាក់លេងទៅដែរអត់ទេក៏ដាក់ហាត់លេងដែរដាក់លេងប៉ុន្តែយើងរវល់មានពេលហាត់អូខេថ្ងៃប្រហោះជួបគ្នាអូខេថ្ងៃប្រហោះជួបគ្នារ៉ាំរ៉ៃប៉ះជាមួយនឹងក្រុមលាក់គីវៃចាស់បាទអត់ទេបងយន់ចាំប្រកួតហើយជាវឹកហាត់លើក្រោយខ្ញុំទៅបងអធិស្ឋានដោយសារតែមួយរយៈនេះយើងរវល់ហើយណាមួយខ្ញុំថ្ងៃមុនហ្នឹងលេងហើយសុខភាពស្អីល្អណាស់យើងខ្សោយយើងខាងលេងយូរបុគ្គលតែងតែបែងជើងញឹកនេះចេះតែសើអញ្ចឹងមកកម្រៃវាមិនសើមិនវាធ្វើពេទ្យវាធ្វើពេទ្យថ្មិញប៉ុន្តែជំនាញវាមិនតន់តែពេទ្យទេគឺប៉ាក់សូពេទ្យប៉ាក់សូពេទ្យទេអញ្ចឹងដល់ពេលវាខមមិនប៊ូលីខ្ញុំគ្រាន់តែលើកបើកកកកាយប៉ុណ្ណឹងអ្នកអតិជនលេងហ៊ានចាក់លេងហ៊ានដកលេងហ៊ានដាក់ឯងថ្មិញហ្នឹងហើយកម្រៃឥឡូវសល់នៅសល់បាត់ឃ្លាំងច្រើនណាអញ្ចឹងអូស្ការចង់ដាក់ថ្មិញដែរអាចទៅមកកម្រៃបានប៉ុន្តែប៉ាក់សូពេទ្យទេទុកចិត្តអត់បានទេទុកចិត្តបានឥឡូវកូនច្រើនយើងបាត់មករឿងយើងវិញតាក់ទងទៅនឹងការប្រកួតអូបញ្ញាជូនបងវុធីផងអត់ទាន់បាត់សន្យាឯងប៉ាដោយសារតែអត់ទាន់បានទនេដៃឡើយបាទសន្យាគេហើយសន្យាគេសន្យាថានឹងប៉ាវបងចូលមកឈុតទេបាទអូស្ការនេះអត់មានអង្គុយទៅសន្យាប៉ាវគេទេថ្ងៃមុននោះអេដមីនជីវ័ននៅសួររឿងបកងបាទអញ្ចឹងចាំមិនមកឲ្យបងកម្លាយបំពេញគេថាបំពេញពាក្យសន្យាបាទដាក់មកឈុតទៅឲ្យបងធ្វើចៅមហាបាទយ៉ាងណាបងប្អូនទស្សនាតាមរយៈការ live យើងកុំភ្លេចជួយ share ម្នាក់មួយផងហើយយប់នេះប្រហែលជាអាចនឹងមានកាដូគេឲ្យអាវនេះត្រឹមត្រូវហើយអាវយើងឥឡូវនេះដូចជាមកហើយមកដល់តាមផ្លូវហើយបាទមកដល់តាមផ្លូវហើយយើងចិត្តនឹងដល់សួស្ដីហៀលូហ្វីផងសួស្ដីដល់សំវិចិត្រអញ្ចឹងតើតើទៅនឹងការប្រកួតយប់នេះកីឡាករដែលមានបញ្ហារបួសក៏យើងបានជម្រាបជូនហើយបាទលោក Diego Simeone គឺរបួសJulian Alvarez អាចនឹងមិនបានលេងឬក៏អាចនឹងលេងវា50-50ដែរអាចថាជាយុទ្ធសាស្ត្របាទជួនកាលរបួសមែនតើជួនកាលគ្រាន់តែជាចិត្តនាដើម្បីបំភាន់បាទគ្រូបង្វឹករបស់ Arsenal ទេពួកគាត់អាចនិយាយថាពេលដែលអត់មាន Julian Alvarez គេនឹងត្រូវរៀបយ៉ាងម៉េចអញ្ចឹងដល់ពេលដែលមាន Julian Alvarez ធ្វើឲ្យការបត់បាយនោះវាអត់ទាន់សភាពការទេនេះជាយុទ្ធសាស្ត្រដូច Pep Guardiola តែងតែលាក់យ៉ាងដូច Jurgen Klopp តែងតែធ្វើរបៀបហ្នឹងសិតតែគ្រូដែលមានល្បិចមានតាក់ទិកមានភាពបត់បាយនៅលើទីលានចង់គាត់ឆ្លាតមែនទែនអាចនិយាយបានថាមិនឲ្យគេដឹងពីចំណុចខ្សោយរបស់ខ្លួនទេបាទ
ហើយតើតើទៅនឹងការប្រកួតការវិជិនទី1ខ្ញុំបាន grade score ជូនបងប្អូននឹងគឺត្រឹមត្រូវបាទខ្ញុំទេថា Arsenal 1 AT 1ព្រោះខ្ញុំជឿជាក់ថាការដែលលេងនៅទឹកដីរបស់ AT គឺពិបាកនៅក្នុងការរកគ្រាប់បាល់ប៉ុន្តែសម្រាប់ការប្រកួតនេះចាំទេថាក្រុមបាល់ទាត់ Arsenal បាទគឺបានទម្លាក់ក្រុមដែលមកពីទីក្រុង Madrid បាទគឺ Real Madrid កាលនោះបាទគឺបានយកឈ្នះ Real ដូចជាលទ្ធផល 3-0 នៅក្នុងដីបាទសម្រាប់ Declan Rice free kick 2គ្រាប់នេះ2គ្រាប់សាហាវមែនទែនហើយខ្ញុំជឿជាក់ថាយប់នេះ Arsenal នឹងធ្វើរឿងដដែល Arsenal នឹងអាចយកឈ្នះក្រុមដែលមកពីទីក្រុង Madrid បាទពលគឺ AT Madrid យ៉ាងហោចណាស់ក៏ក្នុងលទ្ធផល 2-1 ឬក៏អាចឈានដល់ 3-1 ដែរបាទករណីបើសិនជា AT Madrid បាទគាត់ហ៊ានតែកញ្ជូលបាទករណីឧទាហរណ៍បើសិនជា Arsenal ហ៊ាននាំមុខ 1-0 មុនអញ្ចឹង AT ប្រកាសជាបន្ទុកឯងបាទជាពិសេសគឺបើមាន Julian Alvarez ជាមួយនឹងកូនប្រុសរបស់គាត់ Giuliano បាទគឺជាកីឡាករដែលប្រកែរំខានគឺជាកីឡាករដែលគេថាប្រកែរត់ជាងគេនិយាយទៅគាត់ដូចស៊ូតដៃចុះបាទរត់ឡើងចុះមកលើហើយមកហ្វាហើយបោកវិញទៅមក Giuliano Simeone ខ្ញុំគិតថាជាកីឡាករមួយដែលពិបាកក្នុងការចាប់បាទ Arsenal អាចធ្វើការខ្លាំងអញ្ចឹងអ្វីដែលលោកមានអូស្ការបានលើកឡើងថាបាល់នេះអាច 2-1 សម្រាប់ Arsenal ឈ្នះបាទខ្ញុំអាចគិតថាបាល់នេះប្រហែលជាអាចស្មើបន្ថែមម៉ោងស្មើមានបងប្អូនយើងខមមិនច្រើនគាត់ថាអាចនឹងដល់វគ្គពេណាល់ទីបងបាទបាល់នេះអាចភាគរយថែមម៉ោងព្រោះដោយសារតែមើលស្ថានភាពនៃការលេងក្រុមទាំងពីរគឺវាអត់លើគ្នាអត់លើវាទៅតាមប្រសងគ្នាសំខាន់គឺតម្រង់នៃការវាយបកតម្រង់នៃការការពារគឺវាហាក់ប្រហែលគ្នាការពារមុំដូចគ្នាឧទាហរណ៍បើស្មើមានគ្រាប់ឬក៏ស្មើ0ស្មើយប់នេះអត់ទេតែមានគ្រាប់ដូចគ្នាអាចពី1ស្មើឬ2ស្មើអាយ៉ាប៉ុន្តែมันក្រោម2គ្រាប់ឲ្យគូយប់នេះត្រូវតែមានគ្រាប់អាច over ហើយបាទខ្ញុំគិតថា over អញ្ចឹងលោកមានអូស្ការថា3 2-1អាច3គ្រាប់ហើយអញ្ចឹងបាទ2-1ខ្ញុំឲ្យពីជំរឿបាទ Arsenal អាចឈ្នះ2-1ឬក៏អាច3-1បាទតែនេះជាការយល់ឃើញរបស់យើងខ្ញុំទាំងពីរនេះណាជួនកាល AT ដាក់វិញ 2-0 ក៏យើងមើលមិនឃើញថាមិនត្រូវដែរប៉ុន្តែយើងមើលតាមលទ្ធភាពហើយយើងឲ្យលក្ខខណ្ឌពិសេសព្រោះថា Arsenal រដូវកាលនេះគេល្អមែននៅពីរង្វាន់អឺរ៉ុបអាចថាគេផ្ដោតទាំងពីរទាំង Premier League ទាំងនៅតំបន់អឺរ៉ុបហើយដូចខ្ញុំបញ្ជាក់ជូនអញ្ចឹង13ប្រកួតគឺមិនដែលចាញ់ទេនៅ UCL រដូវកាល2025-26នេះដោយឈ្នះដល់ទៅ10និងស្មើ3ជាពិសេសគឺធ្លាប់ឈ្នះ AT នៅក្នុងការប្រកួត League Fest ដល់ទៅ 4-0 ទៅទៀតបាទអញ្ចឹងបងប្អូនដែលទស្សនាតាមរយៈការ live បងប្អូនចង់ទស្សនាការប្រកួតយប់នេះកុំភ្លេច join channel ខាង channel Telegram ដែលយើងបាន pin នៅក្នុងការ live ខាងក្រោមនេះអញ្ចឹងរាល់គូទាំងអស់យើងនឹងមានការចែករំលែកនៅលើ channel Telegram ដើម្បីចែកជូនបងប្អូនទស្សនាជាពិសេសការប្រកួតដ៏កក្រើកនៅយប់នេះហើយស្អែកយើង complete ក៏មានការប្រកួតជំនួបដ៏កក្រើកនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ដែរគឺបើយើង Munich បើកទ្វារកីឡដ្ឋាន Allianz Arena ស្វាគមន៍ក្រុមបាល់ទាត់PSG Paris Saint-Germain បាទអញ្ចឹងយើងបន្តទៅមានព័ត៌មានទៀតអត់មានអូស្ការបាទមានពាក់ព័ន្ធព័ត៌មានកីឡាក្នុងស្រុកទេបាទកីឡាក្នុងស្រុកយើងដូចជាអត់មានអីត្រូវអាប់ដេតច្រើនទេគាត់អត់មានការប្រកួតមិត្តភាពទេប្រហែលថ្ងៃខាងមុខទៀតហ្នឹងយើងមានកម្មវិធី FIFA Day មិត្តភាពរវាងក្រុមបាល់ទាត់ជាមួយជាតិកម្ពុជាមួយបូតាន់ហើយនឹងជាមួយជាតិហុងកុងធ្វើឡើងទឹកដីកម្ពុជាហើយអាប់ដេតតាក់ទងទៅនឹងការប្រកួតពានរង្វាន់ AFC Challenge League Final Game នេះគឺត្រូវបានផ្លាស់ប្ដូរទីលានហើយគេទីលាននៅទីលានដែលអាចមានលទ្ធភាពផ្ទុកអ្នកទស្សនាដល់ 60000 នាក់បាទគេចង់ធ្វើយ៉ាងម៉េចឲ្យមានអ្នកទស្សនាច្រើនដើម្បីបំបាក់ចង់យកពានក្នុងដីណាត្រឹមត្រូវបាទព្រោះគេគិតថាបើសិន 15000 នាក់កន្លះថាដែលគេបានសិលិចកន្លងមកហ្នឹងគឺវាតិចពេកវាអាចនិយាយបានថាសំឡេងមិនកងរំពងខ្លាំងដោយការប្រកួតដែលមែនតើគឺនៅក្នុងពេលកន្លះថាជាតិមរតកដែលចូលឆ្នាំទៅដែលប្រកាន់រីស្វារីបើកទ្វារស្វាគមន៍ក្រុមបាល់ទាត់អាកាដាក់អញ្ចឹងគឺច្រើនមែនតើយើងចាញ់ប្រៀបគេត្រង់ហ្នឹងហ្មងបើសិនយើងលេងក្នុងដីឬក៏ដីកណ្ដាលថាជាពិបាកដែរប៉ុន្តែបើសិនជាការលេងក្រៅដីវាជារឿងមួយ challenge មួយទៀតសម្រាប់ប្រកាន់រីស្វារីមែនតើទៅសំបីតែការមុនយើងលេងនៅក្នុងដីយើងបរាជ័យវិញជាពិសេសគឺនៅភូកីឡដ្ឋានជាតិមរតកដែលចូលស្វាយរៀងគាត់ដូចជាអត់សូវកាក់កបនេះបាទអត់សូវហេងធ្លាប់ចាញ់ភ្នំពេញក្រោនក៏នៅទីនោះបាទធ្លាប់ចាញ់ FC FK អាការ៉ាក៏នៅទីនោះដូចគ្នាបាទស្មើជាមួយ Mandela Diger ក៏នៅទីនោះបាទនៅដូចគ្នាតែលេងក្រៅដីគឺខ្លាំងដូចព្យុះបាទប៉ុន្តែអ្វីដែលសំខាន់លោកមានអូស្ការយល់យ៉ាងណាចំពោះ Patrick Robson ដែលមានដំណឹងថាគាត់នឹងអាចចាក់ចេញទៅក្លឹបបាល់ទាត់នៅក្នុងលីកឥណ្ឌូនេស៊ីនេះតើអូស្ការគិតថាតើការបែកធ្លាយព័ត៌មានបែបនេះវាអាចជះឥទ្ធិពលដល់ក្រុមប្រកាន់រីស្វារីអត់ទេខ្ញុំគិតថាចាត់អត់បញ្ហាចោតទេបាទមានន័យថាមន្ត្រីក្រុមឬក៏កីឡាករគឺគាត់ដឹងច្បាស់ហើយមួយទៀតតាក់ទងទៅនឹងដូចយើងបានជជែកលេងជាមួយ fan ក៏ដូចជា Mr. Rock តាក់ទងទៅនឹងសុពលភាពកីឡាករឬក៏កុងត្រាមានន័យថាក្រុមនៅលីកកំពូលកម្ពុជាយើងបើទោះបីជាក្រុមធំលំដាប់ស្វាយរៀងប្រកាន់រាជស្វាយរៀងវិសាខាក៏ដោយយើងមានលទ្ធភាពភាគច្រើនណាបាទនៅក្នុងការចោះកុងត្រាកីឡាករមិនច្រើនលើសពី2ឆ្នាំវាច្រើនបំផុត2ឆ្នាំអាចថាភាគច្រើនគឺ1ឆ្នាំតែថានៅពេលដែលល្អយើងអាចធ្វើការបន្តកុងត្រាជាមួយនឹងកីឡាករបរទេសនឹងបន្ថែមទៀតហើយកីឡាករបរទេសដែលអាចរស់នៅ
លេងនៅលីកកម្ពុជាកម្ពុជា3ឆ្នាំ4ឆ្នាំឬក៏ដល់5ឆ្នាំមានន័យថាកីឡាករនេះគឺល្អទាំងព្រមល្អទាំងសមត្ថភាពក៏ដូចជាការចោះសម្រងជាមួយមិត្តរួមក្រុមកីឡាករយើងដឹងស្រាប់ហើយមែនតើទៅកីឡាករបរទេសខ្លះក៏មានគោអ្នកខ្លះល្អទៅទាញឡើងតម្លៃខ្លួនវាគុណពីវាលើសពិបាកគ្រប់គ្រងលើសអ្វីដែលនេះពេកប៉ុន្តែយើងឃើញថាកីឡាករបរទេសដែលសំខាន់នេះយកមកមួយគឺគុណភាពមិនថាតែកីឡាករអឺរ៉ុបឬក៏កីឡាករជប៉ុននេះគឺតែងតែធ្វើបានល្អហើយតាក់ទងទៅនឹង Patrick Dobson បើសិនជាគាត់ចាក់ចេញទៅលីកឥណ្ឌូនេស៊ីសមត្ថភាពគាត់អាចលេងបានហើយបើលីកឥណ្ឌូនេស៊ីយើងឃើញក្រុមខ្លះក៏មិនលើពីស្វ័យដែរប៉ុន្តែអ្វីដែលជាបញ្ហាចោតខ្ញុំគិតថាគេអាចនឹងផ្ដល់តម្លៃពលកម្មបាទច្រើនគុណនឹងពីនៅពេលដែលគាត់នៅស្វ័យដែរហើយបើសិនជាគាត់ចាក់ចេញក៏មិនមែនជារឿងកំហុសគាត់ទេព្រោះថាកងត្រាគាត់ស្វ័យដែរយើងមិនដឹងថាព្រោះថានៅកម្ពុជាយើងអត់បើកបង្ហាញជាផ្លូវការទេតែតទៅនឹងកងត្រាក៏ដូចជាពលកម្មបាទត្រឹមត្រូវហើយអញ្ចឹងយើងមិនដឹងថាបញ្ហានៅក្នុងនោះបែបណាទេប៉ុន្តែអ្វីដែលសំណួរលោក Mr. Rocky ក៏សួរថានឹងប៉ះពាល់ដល់ការប្រកួតឬក៏អត់ខ្ញុំគិតថាអត់ទេទាំង Robson ទាំង Club បាល់ទាត់ស្វាយរៀងគឺគាត់ all in ហើយសម្រាប់ការប្រកួត AFC Challenge League ព្រោះថាបច្ចុប្បន្ននេះស្វាយរៀងគឺធូរស្រាលហើយនៅតែពានមួយទៀតទេគឺពានរង្វាន់សម្ដេចតេជោហ៊ុនសែនប៉ះជាមួយបឹងកេតហើយអរគុណទៅដល់បឹងកេតលើកទី1នៅក្នុងពានរង្វាន់ Sophie Cup បានលើកម្ដងហើយឥឡូវនេះលើកទី2លើកម្ដងទៀត Challenge ដូចជាកម្មវិធីការប្រកួតនៅក្នុងពានរង្វាន់ AFC Challenge League ដោយការចាស់ក៏លើកដែរបាទលើកហើយដល់ពេលឥឡូវចូល Sophie Cup លើកឥឡូវបន្តមកក៏លើកទៀតបាទនេះដើម្បីបាល់ទាត់កម្ពុជាមានន័យថាថ្នាក់ដឹកនាំក្រុមទាំងពីរគឺមានចក្ខុវិស័យរួមមិនថាបងស្រីពុទ្ធធីតារួមទាំងថ្នាក់ដឹកនាំក្លឹបបាល់ទាត់បង្ហារស្វាយរៀងអាដាមឌីវិជាគឺមានការខិតខំយ៉ាងខ្លាំងដើម្បីអភិវឌ្ឍបាល់ទាត់កម្ពុជាជាពិសេសលើកស្ទួយបាល់ទាត់ជាតិនៅលើឆាកអន្តរជាតិតែម្ដងហើយការឈ្នះពានរបស់ស្វាយរៀងមិនមែនឈ្នះតែស្វាយរៀងម្នាក់ទេគឺឈ្នះជាមួយនឹងក្រុមបាល់ទាត់ទាំងអស់គ្នានៅក្នុងលីកកម្ពុជាកម្ពុជាបានជាសមិទ្ធផលជោគជ័យសម្រាប់បាល់ទាត់ជាតិអានេះដូច Mr. Rocky គាត់និយាយអញ្ចឹងខ្ញុំសូមបន្ថែមព្រោះថារាល់ការលេងរបស់ក្រុមបាល់ទាត់តំណាងឲ្យកម្ពុជានៅក្នុងពានរង្វាន់កម្រិតអន្តរជាតិគឺតែងតែត្រូវបានកត់ចូលនៅក្នុងតារាង AFC Club Competition Ranking មានន័យថាយើងឈ្នះកាន់តែច្រើនចូលដល់វគ្គកាន់តែជ្រៅបន្ទុករបស់កម្ពុជាយើងមានកាន់តែច្រើនជាក់ស្ដែងការពីរដូវកាលមុនដែលស្វាយរៀងគាត់បានធ្វើល្អពោលគឺឡើងដល់ Final Game នៅពានរង្វាន់កម្រិតទី3នោះបានធ្វើឲ្យកម្ពុជាយើងមានមួយកៅអីនៅក្នុងពានរង្វាន់ AFC Champions League 2ជាលើកដំបូងតែនៅកម្ពុជាយើងមិនធ្លាប់មានក្រុមណាធ្លាប់ប្រឡូកនៅពានរង្វាន់លំដាប់ទី2នេះទេអញ្ចឹងយើងមានមួយកៅអីកន្លះហើយពោលគឺស្មើនឹងមួយកៅអីត្រូវលេងនៅវគ្គ Group Stage និងកន្លះកៅនោះត្រូវធ្វើការប្រកួត Play-off អញ្ចឹងបើសិនជាយើងឈ្នះនៅវគ្គ Play-off មានតែយើងនឹងមាន2ក្រុមដែលចូលលេងនៅក្នុងពានរង្វាន់ AFC Champions League 2បាទនិយាយទៅពាក់ព័ន្ធនឹងរឿងរ៉ាវនៅក្នុងការប្រជែងយកកៅអីទៅកាន់ការប្រកួត AFC Champions League 2នេះយើងឃើញថាក្រុមបាល់ទាត់អង្គរ Tiger ឥឡូវនេះបានដាក់ពាក្យបណ្ដឹងឧទ្ធរទៅកាន់សហព័ន្ធបាល់ទាត់ AFC ហើយដើម្បីទាមទារស្នើយក license របស់ AFC អញ្ចឹង license របស់ AFC នេះខ្ញុំមិនដឹងថាតើវាមានលក្ខណៈសម្បត្តិអ្វីខ្លះទើបអាចចូលបានទេប៉ុន្តែគ្រាន់តែខ្ញុំដឹងថាអ្វីដែលសំខាន់គឺពាក់ព័ន្ធទៅនឹងទីលានស្តង់ដាពាក់ព័ន្ធនឹងភ្លើងហើយក៏ដូចជារចនាសម្ព័ន្ធក្រុមរួមទាំងការបណ្ដុំដាលថ្នាលយុវជនដែលមានបែបផែនស្តង់ដាដូចដែលលីកកម្ពុជាកម្ពុជាទាមទារចង់ឲ្យក្រុមបាល់ទាត់លីកកម្ពុជាទាំងអស់ទៅត្រូវមានណាអញ្ចឹងខ្ញុំគិតថាបើសិនជាអង្គរ Tiger អាចស្នើសុំបានទេរត់ទៅល្អព្រោះឥឡូវនេះ Tiger គឺប្រឹងមែនទែនហើយ Tiger ទៅមិនឈ្នះក្រុមបាល់ទាត់ស្វាយរៀង4-3ក្នុងដីខ្លួនឯងជាការប្រកួតដែលល្អមើលមែនទែននៅក្នុងរដូវកាលនេះដល់ថ្នាក់លោកអាគាររ៉ូកាតូប្រធានក្លឹបបាល់ទាត់អង្គរ Tiger គាត់ចប់ភ្លាមគាត់បានផុសគាត់បានផុសគាត់ច្រើនថាខ្លាំងចុយម៉ាយគាត់តែថាអង្គរ Tiger ខ្លាំងចុយម៉ាយទៅគាត់កែសម្រួល caption មកវិញដោយសារអារម្មណ៍ពេលនេះវារំភើបខ្លាំងពេកអញ្ចឹងបន្ទុករបស់គាត់ឥឡូវស្មើជាមួយនឹងភ្នំពេញ Ground ហើយសល់ពីប្រកួតក្នុងដៃហើយ Ground ប្រកួតបិទលីកកម្ពុជាកម្ពុជាត្រូវប៉ះជាមួយនឹងប្រកាន់រេស្វែរៀងទៀតបាទតកតងទៅនឹងលក្ខខណ្ឌនេះបើសិនជាមានបងលោកគ្រូបង្វឹកឬក៏បងវិធីកជើងចាស់គាត់អាចបង្ហាញមានឱកាសយើងផឹកកាហ្វេយើងបានរៀនសូត្រទៀតកាន់តែល្អយើងចែករំលែកកាន់តែទូលំទូលាយដូចតកតងទៅនឹង Mr. Rocky ក៏លើកឡើងមួយចំនួនគឺត្រឹមត្រូវហើយទី1គឺទីលានគឺស្តង់ដាបាទគ្រូបង្វឹកគឺ A license បាទស្តង់ដាស្មៅមានបំពាក់ភ្លើងមានកៅអីហើយមានយុវជនគ្រប់កម្រិតឧទាហរណ៍ U14 U17 U19 U21 មានក្រុមបាល់ទាត់នារីមាន Academy មាន Academy ដែលត្រឹមត្រូវនេះវាស្តង់ដាអាជីពដែល AFC គេទទួលស្គាល់ទើបអាចមានឈ្មោះអញ្ចឹងបើសិនជាអង្គរ Tiger គាត់ធ្វើបានល្អគាត់ស្នើជោគជ័យគឺជារឿងមួយដែលសាទរនឹងមោទនភាពហើយបឹងកេតក៏ដោយអង្គរ Tiger ក៏ដោយក្រុមណាក៏ដោយដំណើរកម្ពុជាគឺល្អដូចគ្នាតែអ្វីដែលយើងកត់សម្គាល់សម្រាប់ក្រុមអង្គរ Tiger គឺតសើគាត់ប្រៀបបានដូចជាគេថាអីឈ្មោះកណ្ដាលយើងនិយាយភាសាសាមញ្ញ agency ដែលគាត់តែងតែយកកីឡាករល្អមកចូលលេងហើយកីឡាករទាំងអស់នោះតែងតែធ្វើបានល្អហើយបាទយើងឃើញក្លឹបធំៗនៅកម្ពុជាតែងតែទិញមកពីអង្គរ Tiger បានណាស្មាតទៅបើនិយាយភាសាអាក្រក់ណាបានថាអង្គរ Tiger ដូចយកកីឡាករមកឡង់សេចឹងដល់ពេលគេត្រូវគេទិញយកទៅបាទចាស្អីដូច
យូដៃបាទប៉ាប្លូតាកាគីអូស៊ីក៏អតីតកីឡាករបងគាត់ Tiger ដែរកីឡាករច្រើនណាស់ដែលគាត់លេងនៅអង្គរ Tiger ហើយគាត់ជោគជ័យចាំថាគាត់ធ្វើបានល្អហើយក្លឹបដទៃតែគាត់ទៅបាទឥឡូវនេះខ្ញុំភ្លេចឈ្មោះកីឡាករជប៉ុនកូនកាត់មួយនោះគាត់ជាអតីតកីឡាអ្នកធ្វើការរោងចក្រឥឡូវនេះកំពុងធ្វើបានល្អសុទ្ធគ្រាប់បាល់បណ្ដេញជាមួយនឹងកីឡាករខ្វះមេពេលប្រាយបងប្អូននេះជួយខមមិនឈ្មោះគាត់តិចមើលឈ្មោះអីចេះបាទកីឡាករជប៉ុនបាទសួស្ដីទៅដល់បងភ័ក្រផងដែរបងភ័ក្រក៏ជាអតីតកីឡាករដែរបាទបងសុភ័ក្រសួស្ដីសុទីបងបាទចិនស្រស់សួស្ដី Gym Sport កថាបាល់នេះអាទេអាចលើក UCL អត់អីយ៉ាបាទសួស្ដី Hana AJ ផងភារៈ KH បាទសួស្ដីសំណាងហៀងផងបងប្រុសបាទគ្រូសាន់ថាឲ្យរងទៅយប់នេះអាទេបាទខ្ញុំគិតថាបាល់នឹងស្មើតែគ្រូស្កាក៏គិតថាអាចឈ្នះហើយពុតថាម៉ាគូរីតាបាទបើជប៉ុនហៅគូរីតាបាទគូរីតាបាទស៊ីម៉ាដាក់បាទស៊ីសេកុំម៉ាសកាបាទរិទ្ធីកាន់ក៏គាត់បានជួយខមមិនប្រាប់ដែរអរគុណច្រើនបាទអរគុណបាទយ៉ាងណាយើងឃើញថាបងប្អូនយើងក៏បន្តចូលទស្សនាអញ្ចឹងខ្ញុំសូមបញ្ជាក់បងប្អូនម្ដងទៀតគឺយប់នេះយើងមានការអត្ថាធិប្បាយការប្រកួតដោយលោកកែវសុភិចជាមួយនឹងលោក Harvard ADV ដែលជាពិធីករប្រចាំនៅស្ថាប័ន TV Sport ដែលតែងតែនាំជូននៅផ្ទាំងទស្សនីយភាពការប្រកួតបាល់ទាត់នានាចែកជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃជាពិសេសគឺការប្រកួតបាល់ទាត់ធំៗនៅទ្វីបអឺរ៉ុបតែម្ដងបាទលោកមេស្កាមានអីទៀតបាទអញ្ចឹងយើងបញ្ជាក់ជូនបងប្អូនយើងថាបើសិនជាការប្រកួតយប់នេះបាទលោកទាំងពីរ MC ដែលគាត់នឹងធ្វើការថាអធិប្បាយជូនបងប្អូនទទួលការសាទរពីបងប្អូនតាមរយៈការ comment ឬក៏ការចុចទស្សនារហូតដល់ទៅ 1K បាទលោកទាំងពីរគាត់នឹងមានកាដូបាទគួចដៃជូនបងប្អូនយើងគឺសំណួរចម្លើយឆ្លើយយករង្វាន់ពី TV Sport បាទមានការ sponsor ផ្ដាច់មុខបាទពី SB 188អញ្ចឹងបងប្អូនយើងកុំភ្លេចណាជួយ share ជួយ comment អញ្ចឹងរង្វាន់អាចពីចន្លោះ5ឬក៏3រង្វាន់ទៅតាមអ្វីដែលបងប្អូនយើងបានចូលរួមទស្សនាច្រើនកកព្រោះថាយើងចង់ផ្ដល់ជូននៅអារម្មណ៍សប្បាយជុំគ្នាហើយផ្ដល់ជូននៅរង្វាន់ជាកាដូអនុស្សាវរីយ៍ជូនបងប្អូនផងដែរហើយសម្រាប់យប់ថ្ងៃពុធនេះបាទខ្ញុំបាទទាំងពីរនាក់នឹងចាប់ដៃគ្នាធ្វើការអធិប្បាយការប្រកួតគឺថាក្រុមដែលកំពុងតែ5ដូចគ្នាដែលមាន Best Trio បាទដែលការប្រកួតការវិជ័យទី1របូតដល់ទៅ9ក្រុមនោះបាទគឺរវាងក្រុមបាល់ទាត់ FC បាយ៉ាម៉ាឌ្រីតជាមួយនឹងក្រុមម្ចាស់ជើងឯកឆ្នាំចាស់បាទគឺ Paris Saint-Germain អញ្ចឹងកុំភ្លេចសម្រាប់យប់នេះបងប្អូនយើងម្ដងហើយម្ដងទៀតបើសិនជាបងប្អូនយើងចូលរួមទស្សនាការច្រើននោះបងប្អូនយើងនឹងមានឱកាសនៅក្នុងការទូទាយករង្វាន់បាទអញ្ចឹងលក្ខខណ្ឌគឺគ្រាន់តែlike page ហើយ follow channel Telegram រួមទាំង share ការ live ហើយ comment លទ្ធផលឲ្យត្រូវបានន័យថាយើងមិនមានការដាក់ឲ្យទូទីមុនទេប៉ុន្តែក្នុងអំឡុងពេល live នឹងតែម្ដងបានន័យថាយើង give away ផ្ដល់ជារង្វាន់តាមរយៈការឆ្លើយសំណួរយករង្វាន់ភ្លាមអត់មានព្រៀងទុកទេសំណួរយើងមិនសួរចាក់ឆ្ងាយពីក្រុមទាំងពីរទេAT និងក្រុមបាល់ទាត់ Arsenal ទេដូច្នេះហើយបងប្អូនកុំភ្លេចចូលរួមតាមទស្សនាបានច្រើនក៏លក្ខមួយទៀតពាក់ព័ន្ធនឹងការចង់ទស្សនាការងារក្រុមការងាររបស់ TV Sport Live បងប្អូនកុំភ្លេច join channel ដែលលោក Oscar បានភិននេះសំខាន់គឺ join channel ហ្នឹងនៅពេលយើងចូលទៅគឺរាល់ការអធិប្បាយក្រុមការងាររបស់ TV Sport យើងនឹងមានការចែករំលែក link ចូលទៅក្នុង channel Telegram ទាំងអស់ផងដែរបាទហើយមួយទៀតបងប្អូនយើងសួរតាលេងមកប្រហែលយប់នេះគឺម៉ោង2រំលងទៀតបាទបងប្រុសសុំអាវមួយឈុតធំឲ្យក្រុមបាល់ទាត់កុកសតលេបិទបងពុំណាវីវិញ LB នៅខាងណាវិញនៅខាងកុកសដូចត្បូងឃុំតែឥឡូវនេះយើងអត់មានអាចឈុតអា TVS យើងអត់មានចាំមើលក្រុមការងាររបស់យើងកំពុងតែរៀបចំដុតដៃដុតជើងហើយក្នុងការរៀបចំ design ដើម្បីបោះពុំចែកជូនបងប្អូនប្រើប្រាស់ឯកសណ្ឋានដ៏ស្រស់ស្អាតរបស់ TV Sport អញ្ចឹងឥឡូវនេះយើងអត់មានទេអធិស្ឋានផង brother បាទ Navi អញ្ចឹងបន្ទាប់ពីចប់ការ live នេះទៅយើងក៏មានការ live បាទ PA5 ដែរហ្គេម eFootball ណា eFootball console ដែលយើងប្រើ console សុំឆ្លើយសំណួរចុងក្រោយទៅដល់មេសាបាទមេសាគាត់ថាវុនវាសនាលេងថ្ងៃណាបាទវុនវាសនាគឺលេងនៅថ្ងៃសៅរ៍នេះហើយបាទថ្ងៃទី9អញ្ចឹងខ្ញុំបាទនឹងធ្វើការអធិប្បាយជូនបងប្អូនយើងបើសិនជា Mr. Rocky គាត់ទំនេរបាទគាត់នឹងមកចូលរួមអធិប្បាយមួយខ្ញុំបាទOscar ក៏ដូចជា MC Benzi បាទហើយថ្ងៃនេះក៏ជាថ្ងៃខួបកំណើតរបស់វុនវាសនាផងដែរបាទថ្ងៃទី5ខែ5ឆ្នាំ2026នេះគឺគាត់ឈានចូលដល់វ័យ25ឆ្នាំហើយកូនអ្នកមងរស័យខេត្តបាត់ដំបងបាទអញ្ចឹងជូនពរឲ្យកាន់តែជោគជ័យអាជីពនៅលីកកំពូលតៃវ៉ាន់ហើយសង្ឃឹមថាគាត់នឹងបោះមួយជំហានទៀតទៅលេងនៅលីកកំពូលជប៉ុនឬក៏អាចឈានដល់ការប្រកួតនៅលីកបាទកំពូលអឺរ៉ុបព្រោះថាក្តីប្រាថ្នារបស់គាត់នឹងគឺគាត់ចង់លេងនៅតំបន់អឺរ៉ុបបាទអញ្ចឹងសង្ឃឹមថាគាត់នឹងវិវត្តខ្លួនកាន់តែខ្លាំងបាទកូនអ្នកមងរស័យបាទជាមនុស្សបកាយមែនទែនហើយកូនអ្នកខាងទឹកផងនេះក៏បកាយដែរបាទខាងនោះគេវាយពីលើ
គេបានលុយខ្ជាក់ បានពៀន បានពៀន បាទ តែខាងនេះវាយពីលើ ហុច ហុច លើ លើ ពី ពី ក្រោ ក្រោ ម មសំខាន់គឺវាយធ្ងន់តែធ្ងន់ល្អតែវាយធ្ងន់នោះធ្ងន់មិនហ៎លុយក៏ធ្ងន់ដែរ បាទ ហើយវាយខ្លាំងទេខ្លាំងហើយខ្លាំងតែប៉ើងលុយ ប៉ុន្តែតាមពិត Mr. Rocky នេះគាត់មិនសូវដឹងប្រហែលទេប៉ុន្តែសារបែកធីវីដេអូ បាទវីដេអូវីដេអូចៃដនមានអ្នកក្រោយថាអូល្អដល់ហើយមានអ្នកបន្តថាម៉េចថាម៉េចគេថា វាល្អតែអញ្ចឹង ល្អតែអញ្ចឹងតិចទៀតល្អបានមិនបាល់ទេមែនតែកាពិតគឺចាញ់គេមែនណា បាទ ហើយអ្នកស្រុកទឹកផុសម្ដងបងប្អូនហើយដល់ខែបនខែទៀនខែចូលឆ្នាំជុំចូលអីចឹងទៅចូលឆ្នាំខ្មែរចូលឆ្នាំចិនអីឬក៏កម្មវិធីអីធំៗដែរហៅថាខែមុនសរដៅណា បាទ រំពឹងថាអង្គការអូស្ការមកអង្គការអូស្ការមកអូស្ការដូចចំណៃបងអ្នកខេត្តអ្នកស្រុកទឹកផុសចឹងមកទៅវាថាគីឡូល្មមគេកុកតិចតួចហ្នឹងចូលកុករបស់គេបាត់ សួស្ដីទៅដល់ពូខ្ជិបផង បាទ ពូខ្ជិបឥឡូវនេះគេអាចនឹងប្រើអត់សរមឬក៏ស្ប៉ាម៉ុងទីណូ អញ្ចឹង បាទពូខ្ជិបសក់គេអត់បានមើលទេ ជិបអត់សរោមទេស្រួល បាទអត់សរម អត់សរោមបើខ្ញុំអត់ទេខ្ញុំប្រើស្វាងទីណូ បាទសួស្ដីទៅដល់បងរស្មីផងបាទយើងអត់ចង់ទិញទេបងឆ្នាំមួយបច្ចុប្បន្នយើងខ្ញុំទាំងពីរនាក់ឬក៏បងប្អូនប្រជាជនកម្ពុជាទាំងអស់ខ្ញុំជឿជាក់ថាបើសិនជាផលិតផលមកពីសៀមឬក៏មកពីចោលដាច់ខាតគឺមិនទិញទេប៉ុន្តែបើសិនជារបស់ខ្លះដែលមាននៅក្នុងស្តុកឬក៏របស់ដែលយើងទិញមកហើយយើងជាអត់អាចបោះចោលបានទេ សានជាខ្ញុំនិយាយប្រាប់បងជួបរស្មីតិចចារង្វាន់ហ្នឹងគឺយើងអត់មានទុកស្រាប់ទេបានថាបងប្អូនទស្សទាយត្រូវ គាត់កំងអី យើងក៏ order ទៅកាន់អ្នកលក់ទេហើយដែលយើងអត់ដឹងថាអ្នកលក់ហ្នឹងពិតជាយករង្វាន់ហ្នឹងមកពីខាងណាអាវមកពីខាងណាយើងអត់ដឹងព្រោះដោយសារអីជួនកាលស្តុកចាស់របស់គាត់បាទយើងអត់ដឹងដែរយើងអត់ដឹងថាស្តុកចាស់ឬថ្មីយកមកថែមទេសំខាន់យើងគិតថាអាវយើងក្រុមយើងទៅកំងណាតែកំងទៅយើងអត់បានយកមកឆែកទេព្រោះគាត់អ្នកដាក់ផ្ញើជូនបងប្អូនដែលមានលេខទូរស័ព្ទដែលទស្សទាយត្រូវអញ្ចឹងហើយយើងអត់បានឆែកមើលអីវ៉ាន់ទេអធិស្ឋានផង ប៉ុន្តែអ្វីជាការសំណូមពររបស់បងល្អបាទយើងនឹងព្យាយាមកិច្ចឲ្យផុតតាមតែជួយទៅបាន អញ្ចឹងលើកនេះក្នុងការ live នេះអាឌិនក្រុមការងារសហការីរបស់យើងឯងកំងហាងសម្ភារៈពាក់ខាងណាលើកនេះគឺត្រូវដូរឲ្យឆាប់អត់បានទេបងអ្នកស្មីក៏គាត់ជាអ្នក control TV Sport យ៉ាងដែរ control TV Sport យ៉ាងដែរបាទគាត់ទស្សទាយត្រូវរង្វាន់អញ្ចឹងអាវយើងមិនចង់ប្រើបោះចោលនិយាយតាមត្រង់ខ្ញុំអត់ចង់សំបីតែស្អីដែលពាក់ព័ន្ធវីដេអូសំបីតែរឿងសំបីតែសិល្បៈតន្ត្រីអីពាក់ព័ន្ធនឹងរឿងចោលខ្ញុំអត់មើលហ្មងថ្ងៃនេះ សំបីតែទិញកូនដង្ហែមួយពីមុនយើងរកអាដង្ហែហាត់រីហ្នឹងឥឡូវអត់ទេបោះទៅបោក៏បានដែរ ដាច់ខាតក៏ទិញមកតែរបស់យើងទិញហើយយើងទៅវាយចោលឲ្យនេះតែរបស់យើងធំធានរបស់យើងបាទយើងឲ្យខាតចោលមិនហើយដូចបងប្អូនខ្លះខ្ញុំទទួលស្គាល់ថាជាតិនិយមឯប៉ុន្តែយើងត្រូវមើលលក្ខណៈដែរដូចខ្ញុំពាក់អាវ ABT កាលឆ្នាំ2023កម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA Games កាលនោះ ABT បានធ្វើអាវជាអនុស្សាវរីយ៍ដូចថាការព្រឹត្តិការណ៍ SEA Games បង្ហាញពីកម្ពុជាអីផ្សេងៗនៅលើអាវហ្នឹងអញ្ចឹងហើយខ្ញុំក៏បានទិញអាវហ្នឹងមកពាក់ហើយចៃដន្យអីប្រហែលខែមុនមួយខែពីរខែមុននេះខ្ញុំបានពាក់អាវធ្វើវីដេអូបងប្អូនយើងចូលខមមិនថាពាក់គ្រប់ត្រូលអាវរបស់សៀមខ្ញុំមិនមែនគ្រប់ត្រូលទេបានថាវាជាអនុស្សាវរីយ៍ត្បិតតែ brand ហ្នឹងរបស់សៀមក៏ប៉ុន្តែរបស់ចៅមិនមែនតែវាជ្រុលជារបស់ខ្មែរយើងដែលយើងបានប្រើប្រាស់ទៅហើយអញ្ចឹងយើងប្រើជាប្រយោជន៍ទៅហើយណាមួយវាក៏ជាការបង្ហាញពីវត្ថុអនុស្សាវរីយ៍ដែលព្រឹត្តិការណ៍ SEA Games របស់កម្ពុជាធ្វើជាម្ចាស់ផ្ទះដែរអញ្ចឹងឲ្យខ្ញុំដុតចោលវាអត់ចំណេញទេទៅខ្ញុំពាក់មកទៅខ្ជិលរបស់ចោលអរគុណច្រើនបងសុភ័ក្រគាត់ថាថ្ងៃ7ទៅនេះអត់លេងនៅ Roseven ចង់បាច់យើងជុំគ្នាបងអើយជួយស្រាយថ្ងៃ7នេះខ្ញុំត្រូវលេងតលជាមួយ Mr. Rocky ដើម្បីត្រៀមលេងនៅក្នុងពានរង្វាន់ Soccer League លេខទី9នៅពេលខាងមុខនេះបាទហើយកីឡាករកាក់នេះមានក្រុមរបស់គេទៅខ្ញុំនេះមានក្រុមរបស់ខ្ញុំដែរទៅហើយលេងទល់គ្នាបាទលេងនៅ AUPP បាទ AUPP បាទចឹងអរគុណច្រើនបងប្អូនយើងបាទពីខ្ញុំទៅវិញបាទសម្រាប់ការប្រកួតយប់នេះបាទខ្ញុំទាយបាទឲ្យពីប្រជាជនបងប្អូនយើងខ្ញុំគិតថា Arsenal អាចឈ្នះ AT Madrid 2-1 ឬក៏អាចដល់3-1ប៉ុន្តែសម្រាប់លោក Mr. Rocky ទីបាល់ណាខ្ញុំគិតថាបាល់នេះអាចលទ្ធផល4-2 2ស្មើ4គ្រាប់ឬក៏1ស្មើហើយអាចដល់ឈានដល់ extra time បាទអញ្ចឹងយើងជួបគ្នាយប់នេះនៅលើទំព័រ TV Sport ខ្ញុំបាទទាំងពីរនាក់ក៏នឹងចូលរួមទស្សនាជាមួយបងប្អូនដូចគ្នាបាទក្រោមការថាថៃរបស់ Mr. Kau Super ខ្ញុំអាចមកតោងក្លីបពួកគាត់នៅក្រៅអញ្ចឹងណាខ្ញុំមើលថាបាទយើងមានបំណងមួយបើថាសិស្សច្បងសិស្សប្អូនយើងតែមិនកើតទេយើងទាញបំណងលុតសម្ពោធសិស្សប្អូនវិញសិស្សច្បងយើងសិស្សច្បងយើងអូខេយើងមកក្រោយបងប្អូនយើងមិនទៅណាឆ្ងាយទេខ្ញុំសូមបិទ live នេះសិនហើយទៀតមកបិទចង់បញ្ជាក់បងប្អូននេះសិនបាទបញ្ជាក់ហើយតិចទៀតយើង live ទៀតដែរយើង live គេថាវិញ្ញាសាប្រកួតលើប៉េះ console អាចថានេះគឺសម្រាប់បងប្អូនដែលចូលចិត្តកីឡាចូលចិត្តតាក់ទងទៅនឹងស្ថិតិនៃការប្រកួតតែទៀតសម្រាប់ Gen Z បាទ Gen Z បាទបងប្អូនយើងតែដៃខ្ញុំឬទឹកដៃលោកអូស្ការមួយល្អជាងបាទអ្នកណាល្អជាងអូខេជម្រាបលាបងប្អូនយើងត្រឹមតែប៉ុណ្ណេះយើងជួបគ្នាតិចទៀតបាទនៅលើការប្រកួតប៉េះ console បងប្អូនបាទ